ថ្ងៃនេះកំពុងអង្គុយធ្វើការសុកមានណាចង់ញ៉ាំនំពងអង្សងហើយនិងនំកងជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវមុនទស្សនានំនេះតទៅទស្សនាការងារពេញមួយថ្ងៃរបស់ខ្ញុំសិនគាត់ម្នាក់នេះគឺជាប្អូនប្រុសនេប៉ាល់ពេលថតគាត់អត់បានស្អាតគាត់ថាបងស្រីថតម្ដងទៀតគាត់ថាឲ្យថតឲ្យគាត់ឲ្យស្អាតចឹងណាគាត់ប្រាប់ថាពេលខ្ញុំងើយមុខឡើងចាំបងថតហើយប្អូនប្រុសម្នាក់នេះគឺគាត់អត់សូវបាននៅបេះបន្លែជុំទេថ្ងៃនេះថៅកែប្រុសហៅគាត់ទៅធ្វើការជុំជាមួយគាត់រហូតអត់ដឹងថាទៅធ្វើការមួយគាត់នឹងធ្វើអីខ្លះនោះទេចំណែកគាត់នេះវិញក៏នេប៉ាល់ដូចគ្នាប្អូនប្រុសនេប៉ាល់2នាក់និយាយពីថៅកែខ្ញុំថាអត់យកមនុស្សទេអត់យកទេបងប្អូនអើយស្រាប់តែឥឡូវគាត់ប្រាប់ថាថ្ងៃ16ខែ4ហ្នឹងបងប្អូននេប៉ាល់ប្រុសមកថែម2នាក់ទៀតឥឡូវកន្លែងថៅកែរបស់ខ្ញុំបងប្អូននេប៉ាល់សរុបទៅ6នាក់ទាំងស្រីទាំងប្រុសហើយបេះជុំត្រង់នេះបងប្អូនទាំងអស់គ្នាគឺគ្នា6នាក់ប្អូនប្រុសមុនហ្នឹងគឺគាត់បានត្រឡប់មកវិញហើយចឹងណានិយាយរួមទៅក្រុមខ្ញុំអត់សូវបានបេះជុំគ្នាប្រហែលទេពេលព្រឹកថៅកែគាត់ដកប្អូនប្រុសនេប៉ាល់ហើយគាត់ដកដល់ថ្ងៃអាសៀមបន្តិចបានឲ្យមកបេះវិញចឹងណាជួនដកម្នាក់ទៅជួនដក3នាក់តែម្ដងក្រុមរបស់ខ្ញុំពេលបេះហ្នឹងគឺគ្នា6នាក់តែដកប្រុសចេញអស់នៅតែ3នាក់ទេដកប្រុសចេញ3នៅស្រី3ចឹងណាហើយនិយាយពីប្អូនប្រុសម្នាក់នេះវិញថាតកែស្រឡាញ់ណាស់អាសាដកគាត់ចេញមែនតែនសួរដកគាត់ទៅណាដកទៅធ្វើការជុំគាត់ស្រួលនិយាយស្ដាប់គ្នាពួកគាត់នោះចេះការ៉េរៀងច្រើនគួរសមដែរចឹងណាហើយបើរស់កំពុងចងកេះនឹងពេលខ្លះក៏ត្រូវកែហៅប្រាយញឹកដែរប៉ុន្តែត្រូវប៉ាន់ជាងគេគឺបងប្រុសនេប៉ាល់ខាងលាយកតួចឹងណាបងប្អូនទាំងអស់គ្នាឥឡូវសូមឆ្លេះវគ្គបេះសាឡាត់ដល់វគ្គជីកង់មកផ្ទះវិញហើយការនៅតាមដងផ្លូវនៅជិតផ្ទះចឹងណាអ្នកទាំងអស់គ្នាអត់តន់រីកអស់ទេគឺនៅកំពុំនៅឡើយ2-3ថ្ងៃទៀតបានរីកអស់មើលទៅថានៅតាមដងផ្លូវទៅរីកអត់តន់អស់កលេចទៅដល់ត្រង់នោះវិញបងប្អូនអើយពីដើមថារីកស្គុះស្គាយតែម្ដងនេះមកដល់ពីដើមត្រង់នេះគឺស្អាតមែនតែនតាំងក៏ពិតអត់មានបំណងថតប្អូនប្រុសនេះទេតែដល់ពេលគាត់នៅចិត្តដើមផ្កានឹងទៅឃើញខ្ញុំទាញកាមេរ៉ាគាត់ចង់ចូលដែរឃើញផ្ការីកត្រង់ហ្នឹងរៀងស្អាតមានណាឈប់កង់សិនថតបន្តិចបន្ទាប់ពីថតផ្កានេះរួចហើយក៏បញ្ញាមកផ្ទះបងប្អូនឲ្យឆ្លៀតធ្វើនំញ៉ាំចឹងណានេះបងប្អូនរូបរាងនំដែលខ្ញុំត្រូវធ្វើថ្ងៃហ្នឹងចឹងណាមកដល់ផ្ទះដំបូងឡើយគឺខ្ញុំលាយម្សៅវាយឲ្យស្អិតទៅហើយអ្វីដែលត្រូវធ្វើបន្ទាប់ទៀតគឺប្រឡាក់សាច់បន្ទាប់មកទៀតគឺឆាម្ហូបដែលត្រូវញ៉ាំថ្ងៃហ្នឹងទុកស្អែកពេលថ្ងៃត្រង់ទៀតចឹងណាថាការងាររវល់មានណាឆ្លៀតធ្វើនំនេះញ៉ាំទៀតនំហ្នឹងបងប្អូនទាំងអស់គ្នាមិនងាយនឹងធ្វើទេមានឆាស្នូលផ្សេងទៅហើយយើងមកលាយម្សៅផ្សឹងទៀតនៅជៀននំរួចហើយនៅឆឹងស្ករមួយនំទៀតចឹងណាអញ្ចឹងមើលបាននំនេះមិនងាយស្រួលធ្វើទេតម្រាំតែធ្វើបានញ៉ាំនឹងបងប្អូនហើយចំណាយពេលរៀងយូរបន្តិចរាល់ដងគឺខ្ញុំធ្វើច្រើនជាងនឹងទៀតតែថ្ងៃនេះធ្វើរៀងតិចដែរចឹងណាអូខេបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នេះទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ